ជំរាបសួរបងប្អូនទាំងអស់គ្នាដែលជាមិត្តសិក្សាភាសាអង់គ្លេសថ្ងៃនេះខ្ញុំយកអត្ថបទមកបង្ហាញបងប្អូនទាំងអស់គ្នាហើយបកប្រែខ្លះៗហើយបងប្អូនពេលឃើញណាចំណុចណាខុសអញ្ចឹងបងប្អូនអាចចូលទៅខាង comment ខាងក្រោមហើយនិយាយពាក្យឬក៏សរសេរពាក្យដែលត្រឹមត្រូវចូលនៅខាងក្នុង comment ផងនេះខ្ញុំមិនមែនជាគ្រូហើយក៏មិនមែនជាអ្នករៀនភាសាអង់គ្លេស level ខ្ពស់ដែរបងប្អូនធ្វើ beginner អីហ្នឹងអញ្ចឹងនេះខ្ញុំយកអត្ថបទណាងាយហើយវាជាលក្ខណៈសាមញ្ញសម្រាប់បងប្អូនក្នុងការរៀនជាមួយនឹងខ្ញុំដែរឥឡូវនេះយើងចាប់ផ្ដើម Hello everyone គឺសួស្តីឬជំរាបសួរបងប្អូនទាំងអស់គ្នា Today I want to talk about something important ថ្ងៃនេះខ្ញុំចង់និយាយអំពីភាពសំខាន់ខ្លះWe will talk about how to learn English យើងនឹងនិយាយអំពីរបៀបសិក្សាភាសាអង់គ្លេសគឺរៀនភាសាអង់គ្លេស Learning English can be fun it can be easy if we do it right ការសិក្សាភាសាអង់គ្លេសឬរៀនភាសាអង់គ្លេសនឹងអាចថាសប្បាយឬក៏អាចថាងាយស្រួលបើសិនបើយើងធ្វើតាមក្បួនត្រឹមត្រូវ Hello everyone. Today I want to talk about something important. We will talk about how to learn English. Learning English can be fun. It can be easy if we do it right. ដល់ចំណុចនេះ So I will share some tips with you. ខ្ញុំនឹងចែករំលែកនៅ tip ខ្លះៗជាមួយអ្នក First, let me tell you a story. ជាដំបូងសូមឲ្យខ្ញុំប្រាប់អ្នកនៅរឿងមួយនៅសាច់រឿងមួយ When I was young ពេលដែលខ្ញុំនៅក្មេងកាលដែលខ្ញុំនៅក្មេង I did not know English ខ្ញុំមិនចេះភាសាអង់គ្លេសទេ I felt scared ខ្ញុំមានអារម្មណ៍ថាខ្លាចមានន័យថាដូចជាពិបាករៀនអញ្ចឹងណា But then I started to listen to stories in English ប៉ុន្តែបន្ទាប់ពីខ្ញុំបានចាប់ផ្ដើមស្ដាប់នៅរឿងសាច់រឿងជាភាសាអង់គ្លេស I listen every day ខ្ញុំបានស្ដាប់ជារៀងរាល់ថ្ងៃ First, let me tell you a story. When I was young, I did not know English. I felt scared, but then I started to listen to stories in English. I listened every day. មកដល់ចំណុចទី3នេះគឺ slowly I began to understand the words became clear and my fear went away listening is very important when you listen you hear new words Slowly I began to understand. The words became clear and my fear went away. Listening is very important. When you listen, you hear new words. តើចំណុចនេះកន្លែង slowly I began to understand មានន័យថាខ្ញុំយើងត្រប់ចាប់ពី I វិញខ្ញុំបានចាប់ផ្ដើមយល់បន្តិចម្ដងហើយមានន័យថា slowly មានន័យយឺតដំណើរយឺតតមក the words became clear មានន័យថាពាក្យមួយចំនួនហ្នឹងវាកាន់តែច្បាស់មកហើយ became clear មានន័យច្បាស់ទៅហើយសំទោស Hi and my fear went away ភាពភ័យខ្លាចរបស់ខ្ញុំនឹងកាន់តែចេញឆ្ងាយហើយមានតែចេញឆ្ងាយបាត់ហើយ Listening is very important ការស្ដាប់គឺមានសារៈសំខាន់ណាស់ When you listen you hear new words ពេលដែលអ្នកស្ដាប់អ្នកឮនៅពាក្យថ្មី You learn how to say them and you learn how to use them. So, listen to English every day. Listen to stories, songs, or even the news. It helps a lot. កន្លែងត្រង់ចំណុចនេះ You learn how to say them មានន័យថាអ្នកយល់ពីរបៀបនិយាយពាក្យទាំងអស់ហ្នឹងឬក៏ថាអ្នកយល់ថាពាក្យហ្នឹងនិយាយថាម៉េច
and you learn how to use them អ្នកយល់ឬក៏ដឹងថាពាក្យនឹងប្រើប្រាស់មិនចឹងដូចគ្នាឬក៏របៀបប្រើប្រាស់នៅពាក្យទាំងអស់ហ្នឹង so listen to English every day ដូច្នេះស្ដាប់ភាសាអង់គ្លេសជារៀងរាល់ថ្ងៃដូចជា listen to stories songs or even the news ស្ដាប់នៅរឿងមួយចំនួនសាច់រឿងមួយចំនួនសងចម្រៀងឬក៏ព័ត៌មានអ្វីក៏ដោយព័ត៌មានអីក៏ដោយឲ្យតែតាក់ទងជាភាសាអង់គ្លេស it helps a lot វាជួយយើងបានច្រើនមានន័យ it helps វាជួយបានច្រើន Let's talk about practice. Practice makes perfect, they say, and it is true. When I was learning, I practiced every day. I spoke in English even if I made mistakes. ដល់ចំណុចនេះផងដែរ Now let's talk about practice ឥឡូវនេះតោះមកនិយាយអំពីការអនុវត្តម្ដង Practice makes perfect they say កន្លែងនេះយើងបកពីកន្លែង they say ទៅវិញពួកគេនិយាយថាគឺពួកគេថាការអនុវត្តគឺធ្វើឲ្យប្រសើរឡើង and it is true ហើយវាជាការពិតហើយវាពិតមែន When I was learning ពេលដែលខ្ញុំកំពុងរៀន I practice every day ខ្ញុំអនុវត្តជារៀងរាល់ថ្ងៃ I spoke in English even if I made mistakes ខ្ញុំនិយាយជាភាសាអង់គ្លេសបើទោះបីជាខ្ញុំបើធ្វើឲ្យមានកំហុសក៏ដោយ Mistakes are okay. They help you learn. So